ចូលនិយាយពីតួនាទីក្នុងការធ្វើតេស្ត Epi Skin និងសុវត្ថិភាពផលិតផល សូមជម្រាបសួរនាងខ្ញុំវុធីរវិរិយាគឺជាគ្រូពេទ្យខាងផ្នែកសើស្បែកនៃមន្ទីរព្យាបាលស្បែក BC ថ្ងៃនេះជួបមួយខ្ញុំម្ដងទៀតហើយក្នុង topic ថ្មីនិយាយអំពីការធ្វើតេស្តផលិតផលថែរក្សាស្បែកតើអ្នកទាំងអស់គ្នាធ្លាប់ដឹងអត់ថាគេអាចធ្វើតេស្តផលិតផលថែរក្សាស្បែកបានដោយមិនចាំបាច់ប្រើប្រាស់សាច់ក្រុមហ៊ុន L'Oréal Paris គាត់ធ្វើពិសោធន៍ផលិតផលរបស់គាត់ជាមួយនឹងសារធាតុមួយយ៉ាងដែលគេហៅថា Epi Skin Epi Skin នោះគឺជាស្បែករបស់មនុស្សដែលគេផលិតឡើងនៅក្នុងមន្ទីរពិសោធន៍នេះគឺជាវិធីមួយដែលល្អបំផុតក្នុងការតេស្តផលិតផលថែរក្សាស្បែករបស់យើងជាមួយនឹងស្បែកពិតប្រាកដប៉ុន្តែมันធ្វើឲ្យប៉ះពាល់ទៅដល់សភាវៈណាមួយសុវត្ថិភាពហើយប្រកបដោយក្រមសីលធម៌ខ្ពស់បំផុតហើយវិធីសាស្ត្រនេះផងដែរក៏ជួយឲ្យ L'Oréal Paris បង្កើតបានរូបមន្តមួយដែលទទួលបានផលខ្ពស់ហើយសុវត្ថិភាពទោះបីជាប្រើក្នុងរយៈពេលយូរអង្វែងក៏ដោយចាសសូមអរគុណជួបគ្នានៅវីដេអូក្រោយ